គ្មាននរណាម្នាក់អាចទប់ទឹកភ្នែកក្នុងទឹកចិត្តដ៏បរិសុទ្ធរបស់យើងមិនឲ្យស្រក់បានទេកាន់តែទប់កាន់តែហូរកាន់តែហូរកាន់តែឈឺចាប់កាន់តែឈឺចាប់កាន់តែមានការតស៊ូនេះគឺជាសំណេររបស់វត្តខ្មែរសាន់តាអាណាដែលបានសរសេររៀបរាប់នៅតាមទំព័រ Facebook ផ្លូវការរបស់ខ្លួនសង្ឃឹមថាការតស៊ូនេះគឺជាមាគ៌ាឆ្ពោះទៅរកសុភមង្គលនិងជ័យជំនះសូមគោរពជម្រាបសួរប្រិយមិត្តទាំងអស់ជាទីរាប់អានខ្ញុំបាទសុផាសូមជូននៅកម្រងទស្សនៈដែលខ្មែរគ្រប់រូបគួរតែពិចារណាខ្ញុំសូមលើកឡើងនៅខ្លឹមសារទស្សនៈមួយចំនួនដូចតទៅសម្ដេចព្រះព្រហ្មរតមនីពិនសែមព្រះអង្គបានរៀបរាប់នៅលើទំព័រ Facebook ផ្លូវការរបស់ព្រះអង្គថាគ្មានទុកអ្វីសោកអ្វីលំបាកអ្វីជាងគេរើផ្ទះសម្បែងរបស់យើងទេហេតុនេះយើងត្រូវតែរួបរวมសាមគ្គីគ្នាដើម្បីប្រទេសជាតិយើងទាំងអស់គ្នាព្រោះអីយើងជាឈាមជ័រជាខ្មែរដូចគ្នាពូជខ្មែរតែមួយហេតុនេះយើងត្រូវតែជួយគ្នាក្នុងគ្រាលំបាកសម្ដេចព្រះព្រហ្មរតមនីពិនសែមតែងតែចែករំលែកនៅទស្សនៈព្រះពុទ្ធសាសនានិងចូលរួមកិច្ចការងារសង្គមជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិនិងជួយដល់ប្រជាជនខ្មែរដែលមានទុក្ខលំបាកចំណែកព្រះគ្រូធម្មចារ្យផុនភក្តីក៏បានលើកឡើងជាទស្សនៈផងដែរថាសង្វេគជាងគេខ្មែរសុរិនខ្មែរខ្ញុំអើយកម្មបាច់បាក់វងវិញគ្នាមិនព្រមស្វាងអ្នកនគររាជបុរីរំធនបុរីត្រាចច័ន្ទបុរីសិរីសាកេតគោខណ្ឌសង្ខិតស្ទឹងជ្រៅបច្ចឹមបុរីឧបុននិងសុរិនជាដើមនៅមានច្រើនទៀតមិនបន្ទោសទេដែលមិនហ៊ានធ្វើអ្វីទោះដឹងថាខ្លួនជាខ្មែរព្រោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេប៉ុន្តែស្រណោះណាស់ដែលអ្នកនៅនិយាយខ្មែរច្បាស់ហើយពោលថាខ្លួនជាថៃពូជអ្នកដើមកំណើតអ្នកឈាមអ្នកជាអ្វីអ្នកដឹងច្បាស់ណាស់ហេតុនេះកុំឆ្ងល់ថាហេតុអ្វីពូជនេះចេះតែអន់ថយទៅព្រោះឆាប់ភ្លេចកំណើតនិងចូលចិត្តបោះចោលកំណើតខ្លួនអោនក្បាលស្លាប់រស់ផ្ញើខ្លួននឹងគេមិនពេលពួកគាត់ទេនេះគឺជាទស្សនៈព្រះគ្រូធម្មចារ្យផុនភក្តីដែលខ្លឹមសារនេះគឺជាខ្លឹមសារមួយដែលបង្ហាញអំពីអារម្មណ៍សោកស្ដាយចំពោះខ្មែរសុរិនមួយចំនួនដែលភ្លេចខ្លួនថាជាខ្មែរហើយតែងតែធ្វើអ្វីទៅតាមការបង្គាប់បញ្ជាពីពួកថៃដើម្បីឈ្លានពានលើទឹកដីនិងប្រជាជនខ្មែរនៅខ្មែរកណ្ដាលកម្ពុជានេះខ្ញុំសូមលើកឡើងនៅទស្សនៈមួយទៀតដែលជាអត្ថបទខ្លីរបស់ Facebook Meta Phoenix ខ្ញុំសូមអានជូននៅខ្លឹមសារទាំងស្រុងសំណេរនៃអត្ថបទរបស់ Facebook Meta Phoenix ដូចតទៅគេប្លន់គេពុះគេជ្រៀកគេបំបែកទាំងទឹកដីទាំងផ្នត់គំនិតទាំងអារម្មណ៍មិនឲ្យរួមគ្នាអ្វីដែលប្រទេសជិតខាងបារម្ភបំផុតគឺខ្មែរមានស្មារតីចេះរួបរวมសាមគ្គីក្រោកឡើងការពារនិងកសាងដែនដីសុវណ្ណភូមិឡើងវិញខ្មែរលើខ្មែរកណ្ដាលខ្មែរក្រោមឈាមជ័រខ្មែរតែមួយសង្គ្រាមប៉ុន្មានថ្ងៃនេះមានតបសៀមមកស្លាប់ច្រើនទេឬសុទ្ធតែជាតបឈាមជ័រខ្មែរតបឈាមជ័រខ្មែរច្រើនតែថ្មើរជើងមែនទេគេប្រើឈាមខ្មែរមកសម្រាប់ឈាមខ្មែរឈ្នះឬចាញ់ពូជខ្មែរនឹងតិចជាងមុនបើមិនត្រឡប់មករួបរวมជាមួយខ្មែរកណ្ដាលវិញក៏អត់ទៅចោះតែកុំបំរើពូជសាសន៍ចោលដែលសម្លាប់
ដូនតារបស់អ្នកឬដើម្បីបន់ស័ក្តិមុខមាត់ត្រូវតែសម្លាប់សាច់ឯងអ្នកនៅនិយាយភាសាខ្មែរជាមួយដួងវិញ្ញាណក្ខន្ធដូនតាតើអីសាករកអ្នកបញ្ឈប់រូបអ្នកបញ្ជាន់អន្តើងហៅវិញ្ញាណដូនតាមកមើលគាត់ពេញចិត្តឬអត់អន្តើងហៅតាហ៊ានស្លាប់ហើយមើលស្ដាយក្រោយឬអត់ខ្មោចតាហ៊ានសៀមឈាមជ័រខ្មែរដែលបានពលីមានការសោកស្ដាយច្រើនណាស់ហើយក៏ទទួលបានការបន្ទោសពីដូនតាដែរភ្ញាក់រលឹកឡើងសង្ឃឹមថាមិត្តអ្នកអានចែកបន្តឲ្យខ្មែរលើបានអានទាំងនេះគឺជាសំណេរអត្ថបទខ្លីរបស់ Facebook ឈ្មោះមេតា Phoenix ខ្ញុំសូមលើកឡើងនៅទស្សនៈមួយទៀតរបស់លោកម្ចាស់ទុំវចនាដែលលោកបានសរសេរនៅតាម Facebook របស់លោកផ្ទាល់ដែលបានរៀបរាប់ថាពេលស្រុកទេសកើតបញ្ហាកងទាហានត្រូវប្រត់គ្រួសារសិស្សសាលាខានរៀនសូត្រប្រជាពលរដ្ឋត្រូវរត់ចោលផ្ទះភ្លើងសង្គ្រាមគ្មានទេចាញ់ឈ្នះអ្នករងគ្រោះគឺជាប្រជាជនគ្រប់គ្នាដូច្នេះហើយទើបព្រះពុទ្ធទូន្មានថាមនុស្សក្នុងលោកបើចង់បានសុខកុំបៀតបៀនគ្នាទើបរស់បានសុខសូមឲ្យកម្ពុជាបន្តរឹងមាំនិងពលរដ្ឋខ្មែររួចផុតពីទុក្ខភ័យទាំងរាស្ត្រនិងមន្ត្រីសាមគ្គីថែរក្សាមាតុភូមិនេះគឺជាទស្សនៈរបស់លោកម្ចាស់ទុំវចនាខ្ញុំសូមលើកឡើងនៅកំណាព្យជាទស្សនៈរបស់លោកសេងសវណ្ណតារាខ្ញុំសូមអានជូនកំណាព្យលោកសេងសវណ្ណតារាដូចតទៅខ្មែរស្លាប់ខ្មែររស់ឈ្មោះនៅជាខ្មែរមិនត្រូវផ្លាស់ព្រួលប្រែក្បត់នឹងជាតិសូវស្រក់ឈាមបងសាច់ជីវិតឃ្លាតមិនចោលមកសៀតក្បត់ជាតិខេមរាជាតិអ្នកចម្បាំងខំច្បាំងកំចាត់សត្រូវសៀមឲ្យខ្ចាត់ខ្ចាយរូបបាពីដែនដីកម្ពុជារដ្ឋាឲ្យវិនាសសង្ខារសូន្យជីវិតសៀមជាចៅក្មួយតាំងពីអតីតមួយថ្ងៃវានឹកគិតឆ្លៀនពៀនខ្មែរបង្ខូចបង្កាច់រៀងរាល់ថ្ងៃខែវាមិនព្រមឲ្យខ្មែរបានសុខឡើយគំនិតវាថោកចិត្តចៅសាមានវាប្រឹងរំខានឆ្លៀនពៀនបង្ហើយវាមិនខ្លាចច្បាប់វាតាំងធ្វើឆ្លើយខ្មែរអើយកុំកន្តើយចិត្តឲ្យសោះនេះគឺជាកំណាព្យរបស់លោកសេងសវណ្ណតារាខ្ញុំបាទសុផាសូមបញ្ចប់នៅការរៀបរាប់អំពីប្រធានបទជាទស្សនៈដែលខ្មែរគ្រប់រូបគួរតែពិចារណាសូមអធិស្ឋានបើសិនបើការរៀបរាប់ខុសឆ្គងដោយប្រការណាមួយនិងសូមអរគុណសម្រាប់ការតាមដានពីដើមដល់ចប់សង្ឃឹមជួបគ្នានៅឱកាសក្រោយជាមួយនឹងប្រធានបទថ្មីទៀតខ្ញុំបាទសុផាសូមគោរពលាសូមអរគុណ